ជំរាបសួរលោកគ្រូអ្នកគ្រូព្រមទាំងសួស្តីសិស្សានុសិស្សទាំងអស់គ្នាខ្ញុំបាទឈ្មោះឡាន់បូរ៉ៃហើយថ្ងៃនេះផងដែរខ្ញុំនឹងមកធ្វើពិសោធន៍បង្ហាញក្នុងកម្រិតថ្នាក់ទី12ជំពូកទី1មេរៀនទី2កត្តាជាឥទ្ធិពលទៅលើល្បឿនប្រតិកម្មក្រោមប្រធានបទឥទ្ធិពលនៃកាតាលីករលើល្បឿនប្រតិកម្មវត្ថុបំណងនៃពិសោធន៍ក្នុងថ្ងៃនេះផងដែរគឺបង្ហាញពីឥទ្ធិពលនៃកាតាលីករទៅលើល្បឿនប្រតិកម្មបាទមុននឹងឈានចូលដល់ការពិសោធន៍ខ្ញុំសូមណែនាំពីសម្ភារៈហើយនិងសារធាតុគីមីដែលយើងត្រូវប្រើប្រាស់នៅក្នុងពិសោធន៍នេះជាមុនសិនឧបករណ៍ពិសោធន៍មានដូចជាជើងទម្របំពង់សាកចំនួន2ដែលមានបងសម្គាល់ A និង B ពីប៉ែតបន្តក់ស៊ីឡាំងក្រាត់ដែលមានចំណុះ50មីលីលីត្រស្រាប់ភ្លាសម្រាប់ដួសសារធាតុគីមីធូបដែលកែនិងសារធាតុគីមីដែលយើងប្រើនៅក្នុងពិសោធន៍នេះរួមមានទឹកអុកស៊ីសែនថ្លើមមឿនដែលជំនួសដោយថ្លើមជ្រូកប្រើជាកាតាលីករឥឡូវនេះយើងចាប់ផ្ដើមដំណើរការពិសោធន៍តែម្ដងអញ្ចឹងជំហានទី1គឺយើងត្រូវចាក់ទឹកអុកស៊ីសែនចូលទៅក្នុងកែបេសៀនដើម្បីងាយស្រួលក្នុងការវិលដាក់ចូលទៅក្នុងបំពង់សាកនីមួយៗអញ្ចឹងយើងត្រូវវិលចំនួន10មីលីលីត្រដាក់ចូលទៅក្នុងបំពង់សាកនីមួយៗអញ្ចឹងយើងចាក់ចូលក្នុងបំពង់សាក A វិល10មីលីលីត្រទៀតចាក់ចូលទៅក្នុងបំពង់សាក Bបន្ទាប់ពីយើងវិលដាក់ចូលក្នុងបំពង់សាកទាំងពីររួចរាល់ហើយគឺយើងសង្កេតឃើញថាគឺដូចគ្នាអញ្ចឹងបន្ទាប់មកគឺយើងត្រូវយកថ្លើមមឿនដែលយើងជាកាតាលីករដាក់ចូលទៅក្នុងបំពង់សាក Bបន្ទាប់មកយើងធ្វើការសង្កេតយើងធ្វើការសង្កេតបន្ទាប់មកគឺយើងយកល្ងើកធូបដាក់ចូលក្នុងបំពង់សាកទាំងពីរដើម្បីធ្វើការតេស្តវាស្មើតោះអញ្ចឹងយើងសង្កេតទាំងអស់គ្នាឃើញមានអ្វីកើតឡើងយើងត្រៀមគាត់ចូលទៅក្នុងតារាងលទ្ធផលតោះអញ្ចឹងយើងសង្កេតមើលបន្ទាប់មកយើងគាត់ចូលទៅក្នុងតារាងលទ្ធផលបាទអញ្ចឹងពិសោធន៍របស់ខ្ញុំនៅថ្ងៃនេះគឺត្រូវបានបញ្ចប់ហើយសូមអរគុណដល់លោកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានតាមដានទស្សនាសូមអរគុណ